បាទសួស្តីអ្នកនរគ្នាប្រសិនបើអ្នកនរគ្នាមានបញ្ហាក្នុងការចែក hard disk ណាដល់អ្នកធ្វើការ search អឺ disk manager មកនេះcreate disk in Python នេះបន្ទាប់មកអ្នកធ្វើការបើកមកវានឹងចេញអញ្ចឹងដើម្បីបំបែក drive យើងឧទាហរណ៍ drive space ធំអញ្ចឹងយើង right click មកយើង shrink ណាអញ្ចឹងរងចាំបន្តិចអញ្ចឹងតើតើ shrink មានន័យយើងធ្វើការញែកវាសិនណាញែកតិនញែកបង្កើត space ដែលតនេមួយហើយបានយកវាទៅដាក់នៅ drive ផ្សេងណានៅ drive C អញ្ចឹងនៅកន្លែងនេះនេះឧទាហរណ៍ទំហំសរុបប៉ុណ្ណេះតែ string size នេះពេញបំផុតប៉ុណ្ណឹងហើយអញ្ចឹងណាអញ្ចឹងនៅកន្លែងនេះមក1000បើយើងនិយាយ1024មេណាវាគិតជាមេអញ្ចឹងស្មើមួយ G អញ្ចឹងបើអ្នកតគ្នាចង់កាត់ 10G ចេញយើងថែម0មួយទៀតមកណាទេកាត់ 10G ចេញតែនៅកន្លែងនេះដោយសារ space ខ្ញុំតូចណាអញ្ចឹងដល់ពេលអ្នកនរគ្នា click shrink ទៅណាឧទាហរណ៍យើងកាត់1024អញ្ចឹងយើងclick shrink ទៅអញ្ចឹងដល់ពេលហ្នឹងវានឹងបង្កើតជាកន្លែង space មួយតនេណាអ្នកនរគ្នាអាចកាត់វាយកទៅដាក់នៅdrive មួយផ្សេងទៀតបានណានេះណាឧទាហរណ៍អ្នកទៅការបំបែក drive ហើយណានេះ string វាបំបែកមកចេញពី drive D មកសល់ប៉ុណ្ណេះណាអញ្ចឹងឧទាហរណ៍អ្នកចង់បញ្ចូលអានេះanalog space នេះមក drive C តែ right click មក extend អត់បានណាហើយចង់ extend មក drive D វាវិញក៏ extend អត់បានដែរអញ្ចឹងនៅនេះមាន tool មួយអ្នកដែលអាចជួយអ្នកនរគ្នាបានណាអញ្ចឹងយើងចូលទៅកាន់ browser មកយើង search មក mini tool partition ណា mini tool partition wizard ណាអញ្ចឹងនេះ website គេគឺ minitool.com ហ្នឹងឯងណាអញ្ចឹងអ្នកទាំងចូលមកហើយធ្វើការ download free មកណាអូខេធ្វើការ download free ខ្ញុំដាក់ link នៅខាងក្រោមអ្នកទាំងអស់គ្នាអាចធ្វើការ download ណាអញ្ចឹងខ្ញុំបាន download រួចហើយអូខេអញ្ចឹងខ្ញុំធ្វើការតម្លើងណាអូខេចឹងនៅពេលដែលតម្លើងយើងប្រើ free មកចុះណាអ្នកនរគ្នាមិនបាច់ទៅកាន់ Pro try Pro ទេប្រើតែ free មកណាព្រោះយើងត្រូវការតែមួយហ្នឹងណាអូខេលេចមកហើយយើងដោះ tick អាពីរនេះណាអូខេដោះ tick ពីរនេះចោលហើយយើងលេចទៀតដោយសារខ្ញុំធ្លាប់តម្លើងវាអញ្ចឹងវានឹងសួរแบบហ្នឹងអញ្ចឹងពេលនេះវានឹងធ្វើការ download ពីអ៊ីនធឺណិតមកបន្ថែមដោយសារ file គឺ file ទូចមែនទែនណាអញ្ចឹងអ្នកនរគ្នា click launch មកអញ្ចឹងបិទផ្ទាំងនេះចោលនេះចេញមកណាអញ្ចឹងឥឡូវខ្ញុំបិទនេះចោលអញ្ចឹងយើងឃើញថានៃ analog kitted space របស់យើងគឺ 50G free ណាដល់ហ្នឹងអញ្ចឹងខ្ញុំធ្វើការបន្ថែមមកកាន់ drive C របស់ខ្ញុំនេះ drive C អញ្ចឹងអ្នកនរគ្នា right click លើ drive C របស់អ្នកនរគ្នាអញ្ចឹងនៅនេះមាន tool ជាច្រើនណាអញ្ចឹងនៅនេះយើង extend មកណាអូខេ extend ព្រោះដោយសារនេះ NTFS ហើយfile analog kitted នេះ50G នេះវិញ NTFS ទាំងអស់អញ្ចឹង right click ធ្វើការ extend ណាអូខេ extend អញ្ចឹង extend នេះវាតកតង analog kitted space នេះដល់យើងចង់យកប៉ុណ្ណាណានេះយើងជ្រើសរើសមកនេះចង់ទាញពី drive ណាអញ្ចឹងខ្ញុំយក analog kitted space នេះអញ្ចឹងខ្ញុំយកនៅនេះវា20ជាងអញ្ចឹងខ្ញុំយករហូតដល់អស់ហ្មងណាដល់អស់នេះ 50G ជាងហ្នឹងយកមកដាក់ drive C អូខេអញ្ចឹងខ្ញុំអូខេអញ្ចឹងអូខេវា extend មកនេះហើយណាបន្ទាប់មកអ្នកនរគ្នា click apply អញ្ចឹងទៅវានឹងចាប់ផ្ដើមដំណើរឲ្យអ្នកនរអញ្ចឹងយើង click មកគឺអូខេអញ្ចឹង drive C របស់ខ្ញុំឡើងដល់260ជាងអាចបិទ program ហើយអាចវាយ this management នេះមក boom អញ្ចឹងនេះឃើញទេ drive C របស់យើងគឺឡើង260ជាងហើយអា free space លេងមានហើយណាអញ្ចឹងយើងអាច extend បានដោយប្រើ tool មួយហ្នឹងណាអញ្ចឹងអាច click link download ខាងក្រោម free អូខេអរគុណច្រើនជួបគ្នានៅវីដេអូក្រោយ